សូមបងប្អូនចូលចងចាំនេះគឺជារូបរាងរបស់ខ្ញុំមានសាច់មានឈាមស្រស់ដែលកំពុងឈរដកដង្ហើមនៅចំពោះមុខបងប្អូននៅឡើយសាច់ឈាមរបស់ខ្ញុំគឺកើតពីម្ដាយក៏ប៉ុន្តែខ្ញុំបានសច្ចាតាំងពីខ្ញុំដឹកក្តីមកថាខ្ញុំប្រកាសជាអាចបូជាឈាមស្រស់សាច់ស្រស់របស់ខ្ញុំដើម្បីជាតិមាតុភូមិដ៏ថ្លៃថ្លានិងខ្ពង់ខ្ពស់របស់យើងបានពេលនេះខ្ញុំបានសម្រេចបំណងហើយគឺខ្ញុំគឺជាយុទ្ធជនដ៏អង្អាចមួយរូបដែលកំពុងឈរនៅលើសមរភូមិហើយខ្ញុំក៏សូមផ្ដាប់ពាក្យបណ្ដាំជូនទៅឪពុកម្ដាយនិងបងប្អូនរបស់ខ្ញុំព្រមទាំងជនរួមជាតិទាំងអស់ថាប្រសិនបើកាតព្វកិច្ចរបស់ខ្ញុំត្រូវបានបញ្ចប់ក៏ព្រោះថាខ្ញុំត្រូវបានពាក់លីនៅក្នុងសមរភូមិសូមយកសពរបស់ខ្ញុំទៅដាក់ក្នុងមឈូសហើយបញ្ជូនត្រឡប់ទៅផ្ទះវិញដាក់មេដៃមួយនៅលើទ្រូងរបស់ខ្ញុំហើយជម្រាបប្រាប់អ្នកម្ដាយខ្ញុំថាខ្ញុំបានធ្វើល្អបំផុតអស់ពីចិត្តតាមឆន្ទៈរបស់ខ្ញុំហើយក៏សូមជម្រាបឪពុករបស់ខ្ញុំផងដែរសូមកុំឲ្យគាត់គោរពសពរបស់ខ្ញុំមិនចង់ឲ្យគាត់ធ្វើបែបនេះទេយើងគឺជាឈាមអ្នកប្រយុទ្ធវាបានបន្តមកដល់ខ្ញុំគឺជាឈាមអ្នកប្រយុទ្ធដ៏អស្ចារ្យក៏សូមផ្ដាំទៅបងប្អូនខ្ញុំថាត្រូវខិតខំរៀនសូត្រឲ្យខ្លាំងឲ្យខ្លាចទៅជាទំពាំងស្នូលឫស្សីដ៏អស្ចារ្យមួយរូបស្របតាមឆន្ទៈរបស់រៀងខ្លួនទោះក្នុងវិស័យណាក៏ចិត្តត្រូវការសូមជម្រាបទៅបងស្រីជាទីគោរពសូមបងកុំកាត់ទុកខ្លាំងពេកខ្ញុំគ្រាន់តែសម្រាប់ដេកលក់មួយស្របក់ប៉ុណ្ណោះពីរអ៊ូរទាំរបស់បងខ្ញុំកំពុងតែស្ដាប់នៅក្នុងសុបិននេះក៏សូមផ្ញើសារទៅជនរួមជាតិការពាក់លីរបស់ខ្ញុំឈាមដែលហូរចេញពីខ្លួនរបស់ខ្ញុំនេះគឺជារឿងធម្មតានិងជាកាតព្វកិច្ចចំពោះជាតិដ៏ខ្ពង់ខ្ពស់និងដើម្បីជនរួមជាតិមិត្តរួមប្រយុទ្ធជាទីស្រឡាញ់និងស្មោះស្ម័គ្រការងារដែលខ្ញុំនៅសល់សូមបញ្ចប់វាដោយជោគជ័យដើម្បីជាតិយើងផងឃ្លាំងផាងអ៊ុនលីនមានទីតាំងនៅលើផ្លូវជាតិលេខ2កាយនឹងផ្លូវ60ម៉ែត្រក្បែរគល់ស្ពានព្រែកហូរទល់មុខហាងត្រីសមុនចរណៃមានលក់ផើងថ្មជ័រពណ៌សឡែតគ្រប់ទំហំគ្រប់ប្រភេទរាងមូលជ្រុងទ្រវែងតាមតម្រូវការរបស់បងប្អូនប្រសិនមានតម្រូវការរាយដុំសូមអញ្ជើញឃ្លាំងផាងអ៊ុនលីន